ចាមុនស្នេហ៍អ្នកម៉ាក់គុណមួយភាគទី6មកដល់វគ្គនេះគឺអ្នកនាងបៃណាបានមកលុនតួបាននិយាយរៀបរាប់ប្រាប់អ្នកនាងឈាំងណាថាអ្នកនាងឈាំងកំខឹងអីខ្ញុំធ្វើកិច្ចការងារមិនបានសម្រេចអ្នកនាងឈាំងក៏និយាយថាឯងធ្វើការអន់បែបនេះអញ្ចឹងតើបានជាមិនបានឡើងខ្ពស់ទៅណាសោះហើយអ្នកនាងបៃហ្នឹងក៏និយាយថាខ្ញុំនឹងព្យាយាមលុបលាងកំហុសនឹងសាជាថ្មីអ្នកនាងឈាំងទុកឱកាសឲ្យខ្ញុំផងអ្នកនាងឈាំងថាគ្មានឱកាសគ្មានអីទេពីព្រោះថានៅពេលនេះគឺស៊ីប៉ាយាននឹងបានដឹងពីចំណុចខ្សោយរបស់យើងអស់ហើយអញ្ចឹងហើយយើងទាំងពីរនាក់គ្មានអីតាក់ទងនឹងគ្នាទេឥឡូវនេះអ្នកនាងបៃណាគឺគុំគួនជាមួយនឹងស៊ីនៀនខ្លាំងមែនតែនដោយនិយាយថាស៊ីនៀនមកពីឯងតែម្នាក់គត់ដែលធ្វើឲ្យយើងនឹងបាត់បង់ឱកាសគ្រប់យ៉ាងយើងនឹងសងសឹកឲ្យឯងជាទីគាប់ចិត្តចំណែកឯស៊ីនៀនឯនេះវិញណាបន្ទាប់ពីឡើងធ្វើបទបង្ហាញចប់សពគ្រប់ហើយនឹងមិត្តភ័ក្តិរួមការងារក៏បាននិយាយសរសើរថាស៊ីនៀនពិតជាពូកែណាស់ឡើងធ្វើបទបង្ហាញពិតជាល្អមែនតែនគ្មានចំណុចណាដែលខ្វះខាតនោះទេស៊ីនៀនក៏ថាអរគុណច្រើនឥឡូវហ្នឹងពួកគេនាំគ្នាជុលកែវអ្នកនាងបៃឯនេះវិញជ្រិញស៊ីនៀនមែនតែនគឺមិនបានសំបំណងហើយលក្ខណៈថាធ្វើឲ្យបាក់មុខណាកំពុងតែជួបជុំគ្នាណាស៊ីឆឹងបានយកផ្កាមកជូនម៉ាក់ដើម្បីជាការអបអរហើយម៉ាក់ក៏និយាយថាកូនបានផ្កាពីណាមកស៊ីឆឹងក៏និយាយថាពូស៊ីនាំកូនទៅទិញម៉ាក់ឃើញទេស្អាតអត់ហើយស៊ីនីនឹងសប្បាយចិត្តខ្លាំងណាស់ពីព្រោះថាបានកូនយល់ចិត្តដល់ឡែកអ្នកធ្វើការជាមួយឯនេះវិញណាចង់ដឹងណាស់អ្នកទាំងអស់គ្នាអើយសួរស៊ីនៀនថាស៊ីនៀនឯងនៅក្មេងសោះមានកូនប្រពន្ធណាណីហើយគួរឲ្យស្រឡាញ់ទៀតអាចប្រាប់បានអន់ថាស្វាមីឯងនឹងជាអ្នកណាហើយគេនាំគ្នាសួរស៊ីនៀនអញ្ចឹងណាស៊ីនៀនឯនេះវិញពិបាកឆ្លើយអ្នកទាំងអស់គ្នាក៏នៅរបៀបថាអញ្ចឹងទៅស៊ីប៉ាយានណាយល់ចិត្តស៊ីនៀនក៏បាននិយាយកាត់តែម្ដងថាឥឡូវអ្នកទាំងអស់គ្នាយើងដល់ម៉ោងដែលសប្បាយហើយក៏សូមប្រកាសផងដែរថាប្រាក់បំណាច់ឆ្នាំក៏ដូចជាប្រាក់លើកទឹកចិត្តនឹងត្រូវបានឡើងឲ្យបុគ្គលិកគ្រប់គ្នានឹងទ្វេដងពីព្រោះថានេះគឺជាការតបស្នងនៃការខំប្រឹងប្រែងនិយាយហើយលោកចវៃស៊ីក៏បានហៅស៊ីនៀនទៅឲ្យអង្គុយរួមតុនៅក្បែរខ្លួនថាស៊ីនៀនមកអង្គុយចិត្តខ្ញុំអញ្ចឹងណាហើយក៏និយាយថាតោះនាំគ្នាញ៉ាំទៅស៊ីនៀនណាក៏ចាប់ដបស្រាហើយចាក់នៅនឹងកែវស្រាមួយកែវនេះក៏បាននិយាយទៅកាន់អ្នកនាងបៃថាតោះអ្នកនាងបៃខ្ញុំជូនអ្នកនាងបៃមួយកែវពេលនោះក៏ឆ្លៀតនិយាយពាក្យសុកសៀតផងដែរពីព្រោះថាចាំមិនភ្លេចទេអ្នកនាងបៃនឹងហើយដែលធ្វើបាបខ្លួននៅក្នុងបន្ទប់ទឹកអញ្ចឹងស៊ីនៀនថាមិនដឹងថាអ្នកណាទេដាក់ថ្នាំឲ្យខ្ញុំមុនពេលឡើងធ្វើបទបង្ហាញប៉ុន្តែសំណាងល្អណាស់បានអ្នកគ្រប់គ្រងប៉ៃនឹងជួយសម្រួលស្ថានភាពជំនួសពិតជាអរគុណអ្នកគ្រប់គ្រងប៉ៃខ្លាំងណាស់ប៉ុន្តែនៅក្នុងចិត្តរបស់ស៊ីនីនឹងដឹងច្បាស់តែម្ដងថាអ្នកធ្វើបាបនាងនឹងគឺអ្នកនាងប៉ៃនឹងឯងប៉ុន្តែស៊ីនីណាជាមនុស្សឆ្លាតអត់យកកំហឹងទល់កំហល់ទេគឺសុកចិត្តនិយាយសុកសៀតឲ្យឈឺចាប់ក្នុងចិត្តវិញដោយឡែកស៊ីប៉ាយាននេះវិញចវាយធំណាគឺបានហៅអ្នកនាងប៉ៃនឹងទៅនិយាយនៅក្នុងបន្ទប់អ្នកនាងប៉ៃដឹងតែត្រូវដបងរបស់ស៊ីប៉ាយានហើយម្ដងនេះអ្នកនាងប៉ៃចូលទៅសួរថាលោកស៊ីមានការអ្វីដែរលោកស៊ីក៏និយាយថាកុំស្មានតែខ្ញុំមិនដឹងថានាងកំពុងតែធ្វើអីហើយក៏នាងមានល្បិចអីហើយអ្នកនាងប៉ៃក៏និយាយថាខ្ញុំមិនដឹងទេលោកស៊ីនិយាយពីអ្វីដែរលោកស៊ីថាខ្ញុំមិនចូលចិត្តអ្នកណាដែលធ្វើបាបក្រុមការងារនៅក្នុងកន្លែងធ្វើការជាមួយគ្នាទេហេតុអីបានជាមានល្បិចស្មោកគ្រោកបែបនេះអ្នកនាងប៉ៃណាក៏និយាយថាលោកស៊ីកុំជឿអ្នកណានិយាយបង្កាច់បង្ខូចខ្ញុំឲ្យសោះព្រោះថាខ្ញុំមានភាពស្មោះត្រង់ណាស់លោកស៊ីថាខ្ញុំទទួលស្គាល់ថាពីមុននាងពិតជាមានភាពស្មោះត្រង់ប៉ុន្តែឥឡូវនេះនាងមិនដូចមុនទេហេតុអីបានជាធ្វើបាបស៊ីនៀនអញ្ចឹងអ្នកនាងប៉ៃតពេលដែលដឹងថាលោកស៊ីនឹងចាប់បានក៏បាននិយាយសុំវរថាលោកស៊ីមេត្តាខ្ញុំផងទៅខ្ញុំនឹងកែខ្លួនលោកស៊ីផ្ដល់ឱកាសឲ្យខ្ញុំផងទៅលោកស៊ីកុំដេញខ្ញុំចេញអីសុកចិត្តលោកស៊ីអាចឲ្យខ្ញុំធ្វើការនៅក្នុងតំណែងណាមួយក៏បានដែរខ្ញុំដឹងថាខ្ញុំខុសហើយលោកស៊ីណាគឺគាត់ស្ដាប់បណ្ដើហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាលែងមានទំនុកចិត្តទៅលើនាងប៉ៃនឹងតែម្ដងហើយក៏និយាយថាដោយសារតែនាងជាបុគ្គលិកចាស់ធ្វើការរាប់ឆ្នាំហើយអញ្ចឹង
យល់នៅការខិតខំប្រឹងប្រែងកន្លងមកណាក៏បានផ្ដល់ឱកាសឲ្យនៅធ្វើការងារក្នុងក្រុមហ៊ុនហ្នឹងប៉ុន្តែនៅក្នុងតំណែងជាបុគ្គលិកធម្មតាហើយអ្នកនាងប៉ៃហ្នឹងក៏ថាអរគុណច្រើនលោកស៊ីពិតជាអរគុណណាស់ប៉ុន្តែអរគុណបណ្ដាហ្នឹងក្នុងចិត្តគឺគុំគួនស៊ីនៀនសម្បើមហើយក៏ខឹងផងដែរឥឡូវនេះលោកស៊ីនឹងស៊ីវឆឹងណាក៏បាននាំគ្នាមកហាងមួយកន្លែងហើយក៏បាននិយាយគ្នាថាសួរទៅកាន់ស៊ីឆឹងថាម៉ាក់របស់ឯងចូលចិត្តអីទៅព្រោះថាលោកស៊ីចង់ទិញគ្រឿងអលង្ការជូនស៊ីនៀនហើយស៊ីឆឹងណាគឺឆ្លាតមែនតែនក៏បានសួរទៅកាន់ពូស៊ីថាពូស៊ីចង់ទិញអីជូនម៉ាក់ខ្ញុំពូស៊ីស្រឡាញ់ម៉ាក់ខ្ញុំមែនទេបើពូស៊ីស្រឡាញ់ម៉ាក់ពូស៊ីគួរតែក្លាហានហើយចាំខ្ញុំនៅខាងពូស៊ីហើយពូស៊ីថាឯងនៅក្មេងមិនដឹងអីទេប៉ុន្តែគ្រាន់តែថាខ្ញុំចង់ទិញកាដូជូនស៊ីនៀនដែលខំធ្វើការងារអញ្ចឹងណាស៊ីឆឹងថាអ្នកម៉ាក់ដូចជាស្រឡាញ់ចិញ្ចៀនអ្នកម៉ាក់ចូលចិត្តចិញ្ចៀនអីអញ្ចឹងណាអញ្ចឹងទៅក៏និយាយរៀបរាប់ចុះឡើងពូស៊ីក៏សួរថាអ្នកម៉ាក់ធ្លាប់ស្រឡាញ់អ្នកណាពីមុនអត់ហើយអ្នកម៉ាក់ហើយនឹងលូយុនសេនឹងជាអ្វីនឹងគ្នាលូយុនសេនឹងស្រឡាញ់ម៉ាក់ឯងខ្លាំងអត់អីអញ្ចឹងណាស៊ីឆឹងនិយាយខ្ទេចគ្មានសល់អ្នកទាំងអស់គ្នាក៏ប្រាប់ថាពូលូយុនសេនគាត់ស្រឡាញ់ម៉ាក់ខ្ញុំមែនប៉ុន្តែម៉ាក់ខ្ញុំមើលទៅដូចជាមិនស្រឡាញ់ទេខ្ញុំប្រាប់ពូចោះបើសិនជាពូស្រឡាញ់ម៉ាក់ខ្ញុំនឹងគាំទ្រពូពេញទំហឹងនៅពេលហ្នឹងណាលោកស៊ីបយានហើយនឹងស៊ីឆឹងកំពុងតែដើរមើលគ្រឿងអលង្ការជាមួយគ្នាយ៉ាងមានក្តីសុខមែនតែនព្រោះថាប៉ាកូនរបស់គេបង្កើតអញ្ចឹងហើយគឺគេមើលទៅមាននិស្ស័យជាមួយគ្នាលុះមកដល់ថ្ងៃថ្មីស៊ីនៀនចូលមកកន្លែងធ្វើការដោយភាពរីករាយមើលទៅរៀងទឹកមុខស្រស់ស្រាយក៏លេចទៅឆ្វាច់ក៏ឃើញចិញ្ចៀននៅលើតុឃើញកាដូនៅលើតុមុនដំបូងនោះអត់ទាន់ដឹងថាចិញ្ចៀនទេហើយក៏សួរថាលោកស៊ីនេះជារបស់អីលោកស៊ីថាជាកាដូសម្រាប់នាងនៅពេលនោះស៊ីនៀនក៏បានបើកមើលឃើញចិញ្ចៀនពេជ្រមួយវងយ៉ាងស្រស់ស្អាតមែនតែនពេជ្រធំទៀតណាហើយស៊ីនៀនក៏និយាយថាកាដូខិតខំធ្វើការតែជាចិញ្ចៀនពេជ្រប្រៀបដូចជាមនុស្សស្រឡាញ់គ្នាអីអញ្ចឹងណាព្រោះថានិយាយក្នុងន័យហ្នឹងគឺបែបថាដូចជាស្នេហាអីអញ្ចឹងណាអញ្ចឹងទៅលោកស៊ីបយានឹងថានាងមិនស្រឡាញ់ទេខ្ញុំបានសួរស៊ីឆឹងថានាងស្រឡាញ់ចិញ្ចៀនខ្លាំងណាស់អញ្ចឹងខ្ញុំក៏ទិញចិញ្ចៀនមកទៅព្រោះថាខ្ញុំមិនដឹងថាទិញអីទេប៉ុន្តែបានស៊ីឆឹងជួយណែនាំខ្ញុំក៏យកតាមស៊ីឆឹងទៅស៊ីនៀននេះវិញណានិយាយក្នុងចិត្តថាមិនអាចយកបានទេព្រោះថាចិញ្ចៀនប្រៀបដូចជាមនុស្សស្រឡាញ់គ្នាអីអញ្ចឹងលោកស៊ីក៏មានគូដណ្ដឹងហើយអីហើយអញ្ចឹងណាមិនចង់ឲ្យពាក់ព័ន្ធស៊ីនៀនក៏បានយកចិញ្ចៀនហ្នឹងទៅបកគលឲ្យលោកស៊ីវិញដោយនិយាយថាខ្ញុំមិនអាចទទួលយកបានទេលោកស៊ីរបស់នេះមានតម្លៃខ្លាំងណាស់លោកស៊ីថាហេតុអីបានជានាងមិនទទួលកាដូនេះគឺខ្ញុំឲ្យដោយពេញចិត្តមិនមែនឲ្យបង្ខំអីទេឬមួយក៏នាងគិតថាវាមិនល្អដូចជាកាដូលូយុនសេនឲ្យស៊ីនៀនណាក៏និយាយចាក់បដ ாய் ទៀតអ្នកទាំងអស់គ្នាអើយភ្លើងកំពុងតែឆេះហើយហ្នឹងគឺចាក់សាំងថែមនិយាយថាមែនហើយលូយុនសេនគឺជាមនុស្សដែលខ្ញុំស្រឡាញ់យើងស្រឡាញ់គ្នាទាំងពីរនាក់អញ្ចឹងអ្វីដែលគេឲ្យខ្ញុំគឺសិតតែល្អទាំងអស់ហ្នឹងលោកស៊ីឯនេះវិញណាគឺក្តៅឆេវអ្នកទាំងអស់គ្នានៅពេលដែលស៊ីនៀននិយាយអញ្ចឹងណាក៏បាននិយាយថាយ៉ាងម៉េចលូយុនសេននឹងអស់ចាជាងខ្ញុំយ៉ាងណាទៅហើយលូយុនសេនជាមនុស្សប្រុសដែលស្រឡាញ់នាងខ្លាំងជាងខ្ញុំកម្រិតណាខ្ញុំសួរបន្តិចចុះលូយុនសេនជាប៉ារបស់ស៊ីឆឹងមែនទេឬមួយក៏មិនមែនបើមិនមែនតើប៉ារបស់ស៊ីឆឹងនឹងជាអ្នកណានាងបង្ហាញមុខឲ្យខ្ញុំឃើញផងបានទេព្រោះនាងធ្លាប់និយាយថាប៉ារបស់ស៊ីឆឹងនឹងបានស្លាប់បាត់ទៅហើយឬមួយក៏នាងកុហកខ្ញុំស៊ីនៀនថាមែនខ្ញុំកុហកលោកប៉ារបស់ស៊ីឆឹងនឹងមិនទាន់ស្លាប់ទេប៉ុន្តែគេជាមនុស្សម្នាក់ដែលឃើញកូនប្រពន្ធខ្លួនឯងនៅនឹងមុខហើយបែរជាមិនដឹងខ្យល់អីទៀតហើយនៅពេលនោះណាគឺចវាយស៊ីនឹងកាន់តែខឹងខ្លាំងឡើងតែម្ដងថាហេតុអីបានជានាងមិនប្រាប់ខ្ញុំផងថាគេជាអ្នកណាហេតុអីបានជានាងមិនព្រមបង្ហាញមុខឲ្យកូនបានដឹងផងនាងមានបំណងលាក់បាំងរឿងអីឲ្យពិតប្រាកដទៅ
ban chia mình prom bằng hai so hình chân lục xì nó có trong đăng mình tên đó nè hai xì niên có gì thao với chỉ riêng rồi bác nhom trong bằng hai như mình bằng hai miền ấy tệ tôn cho mùi nâng lột tê mình trâm ta phần nâng á này tầng óc kia cứ chi diêm vậy mình chư lục xì nâng tiết thang nhom nâng lưu dồn xe nó bụi dương ban tầm nệ tầm nồng sna hai cho mùi kia hai vậy có họ luôn ai nhá nè chân hai lục xì mấy tá đo sật bục cố oi nhom phong hai chấp bị bên đi tư nhom nâng lên chỉ bộc lực cao ca bằng quạt bằng chia rồi bỏ lột tiết hai nhom xông chụp bị ca nghĩa chập bị ngày ní từ chẳng gì nè nó có độ cạt tranh ao lục xì tai mà đón phụ thà chật cả đau đai ó chẳng lên miền ấy tầm nệ tầm nón tiệt hái có đau tranh từ lục xì nâng á cứ cả đau treo hai ở nệ thưa ca nó không nâng có chứ ngó đai khơi cho vài nâng con trai lúc ní lư lư chẳng ó lục xì ấy này quay nhá sân là tha căn bịch nâng trong bạ ấy khăn á miền cầm hằng khăn mình tên xin niên tập lọc mau bánh chạy tranh bị cầm hôn nâng tèng mệt liền tèng tật tật hai nợ bên nút lưu dùn xe nâng co ban tập đọc te xin niên đài đòi khơi tật một robot xin niên nâng sừng ngột sừng ngặt mơ tư đôi chỉ kho thô mà đa có ban su tha nên cạt ấy hạt ấy ban chia tật tật ở sao mấy on chân xin niên nó có ban đã tranh pi bẩn tục tật vĩnh chụt sọ chụt ấy tới hai lưu dồn xe này nó với những cứ ban mơ thai xin niên rằng dọc chặt tục đại giấy tờ admin là lưu dồn xe đai không sờ lạnh kê na tiền đăng thang kê miên côn ấy hai cả đói còn mình bạc can đai tam mơ thai kê pi cao bát tê ra hốt mà đó không bát tê ban đâm năm nắng oi xin niên nhằm đập bay cầm oi bát sai á nè hai có ban prap oi xin niên nó có ban prap xì chân nắng côn tờ lệnhនៅខាងក្រៅសិនទៅម៉ាក់មានរឿងត្រូវពិភាក្សាគ្នាជាមួយនឹងពូសេនបន្តិចសិនស៊ីឆឹងជាក្មេងល្អគ្រាន់តែម៉ាក់ប្រាប់ភ្លាមក៏ស្ដាប់បង្គាប់ហើយចេញទៅក្រៅនៅពេលនោះស៊ីនៀនក៏បាននិយាយគ្មានលាក់លៀមទៀតទេប្រាប់ទៅកាន់លូយុនសេនណាថាខ្ញុំបានលាឈប់ពីកន្លែងការងារហើយលូយុនសេនហ្នឹងក៏បានសួរថាហេតុអីបានជានាងឈប់ធ្វើការប៉ុន្តែមិនអីទេទោះបីជាឈប់ធ្វើការក៏ដោយក៏ខ្ញុំអាចមើលថែនាងបានដែរខ្ញុំមានការងារដ៏ល្អមួយប្រាក់ចំណូលក៏ខ្ពស់អញ្ចឹងខ្ញុំអាចមើលថែនាងព្រមទាំងស៊ីឆឹងបានខ្ញុំក៏បានត្រៀមរួចរាល់ដែរលូយុនសេនណាគឺបានត្រៀមចិញ្ចៀនយកមកឲ្យស៊ីនៀនថាសុំរៀបការអីអញ្ចឹងណាអ្នកទាំងអស់គ្នាពីព្រោះថាការដែលសុំស៊ីនៀនរៀបការហ្នឹងគឺយូរហើយត្រៀមជានឹងឲ្យសញ្ញានយូរហើយប៉ុន្តែគ្មានឱកាសសោះឥឡូវនេះបានមានឱកាសហើយក៏បានយកចិញ្ចៀននឹងមកឲ្យសញ្ញានតែម្ដងដោយប្រាប់ថាខ្ញុំស្រឡាញ់នាងខ្ញុំស្រឡាញ់យូរមកហើយប៉ុន្តែគ្មានឱកាសបានសុំនាងនឹងផ្ដល់ចិញ្ចៀនឲ្យនាងសោះនៅពេលដែលដកចិញ្ចៀនឲ្យសញ្ញានហើយណាប៉ុន្តែសញ្ញានបែរជាមិនទទួលយកអ្នកទាំងអស់គ្នាសញ្ញានក៏និយាយថាលោកកុំធ្វើអញ្ចឹងអីលូយុនសេនខ្ញុំមិនអាចទទួលយកចិញ្ចៀននេះបានទេដោយសារតែនិយាយឲ្យស្មោះត្រង់ទៅខ្ញុំចាត់ទុកលោកដូចជាមិត្តដ៏ល្អម្នាក់អញ្ចឹងក៏សង្ឃឹមថាលោកនឹងយល់លូយុនសេនណាក៏និយាយទាំងលាក់អារម្មណ៍សោកសៅក្នុងចិត្តណានិយាយថាមិនអីទេខ្ញុំអាចទទួលយកបានសំខាន់ឲ្យតានាងសប្បាយចិត្តប៉ុន្តែខ្ញុំសួរដូចឆោតតើនាងនៅតែស្វែងរកប៉ារបស់ស៊ីឆឹងទៀតអត់ឬមួយក៏យ៉ាងម៉េចបានជានាងមិនព្រមទទួលយកចិញ្ចៀនដែលខ្ញុំសុំនាងរៀបការពិបាកក្នុងការដោះស្រាយជាមួយលូយុនសេនពេកស៊ីនៀនក៏និយាយប្រាប់ការពិតតែម្ដងថាខ្ញុំបានជួបប៉ារបស់ស៊ីឆឹងហើយប៉ុន្តែគេមិនដឹងទេហើយលូយុនសេនក៏ធ្លាក់ចិញ្ចៀនពីដៃតែម្ដងណាស្រឡះថេងក្នុងខ្លួនណាអ្នកទាំងអស់គ្នាក៏បាននិយាយថាជួបប៉ារបស់ស៊ីឆឹងហើយតែគេមិនដឹងតើគេជាអ្នកណាហេតុអីបានជានាងមិនប្រាប់ស៊ីនៀនថាប៉ារបស់ស៊ីឆឹងគឺលោកស៊ីប៉ុន្តែគេមិនដឹងទេគេចាំមិនបានទេកាលពី6ឆ្នាំមុនដែលខ្ញុំបានជួបគេនៅសន្តាគារហ្នឹងគឺគេមិនដឹងថាជាខ្ញុំទេហើយខ្ញុំក៏មិនចង់ប្រាប់គេឲ្យដឹងដែរពីព្រោះថាគេមានគូដណ្ដឹងហើយលូយុនសេនហ្នឹងក៏និយាយថានាងធ្វើបាបនេះមិនបានទេធ្វើបាបផ្លូវអារម្មណ៍ផ្លូវចិត្តរបស់ស៊ីឆឹងខ្លាំងណាស់អញ្ចឹង
បើសិនជានាងមិនចង់ប្រាប់ក៏មិនអីខ្ញុំអាចជួយមើលថែនាងនឹងស៊ីឆឹងបានស៊ីនាងថាខ្ញុំចង់រស់នៅដោយស្ងប់ស្ងាត់ហើយក៏មានសុវត្ថិភាពពីអ្នកកូនដោយមិនចាំបាច់ពឹងទៅលើគេទេខ្ញុំអាចធ្វើការងារធម្មតាបានដើម្បីចិញ្ចឹមគុតគង់ស៊ីឆឹងឲ្យបានរៀនសូត្រហើយស៊ីនាងក៏សុំវល់ទៅដល់លូយុនសេនថាកុំប្រាប់រឿងនេះឲ្យស៊ីបយានដឹងអីហើយក៏កុំប្រាប់ស៊ីឆឹងឲ្យសោះពីព្រោះថាខ្ញុំមិនចង់ឲ្យមានបញ្ហាវែងឆ្ងាយលូយុនសេនណាក៏និយាយថាខ្ញុំទ្រាំមិនបានដោយឃើញនាងមានសភាពបែបនេះទេប៉ុន្តែខ្ញុំនឹងព្យាយាមហើយស៊ីនាងក៏និយាយថាខ្ញុំពិតជាអរគុណណាស់លូយុនសេនដែលលោកមិនប្រកាន់ហើយនៅតែព្យាយាមជួយខ្ញុំគ្រប់បែបយ៉ាងកលេចមកលោកស៊ីនេះវិញអ្នកទាំងអស់គ្នាកំពុងតែឈឺចាប់ស្អិតទ្រូងហើយពីព្រោះថាត្រូវគេលាឈប់ពីការងារអញ្ចឹងហើយក៏បានមកក្លឹបផឹកគឺផឹកដោយឈឺចាប់ហ្មងហើយឥឡូវហ្នឹងភាគទី6របស់យើងក៏បានបញ្ចប់ត្រឹមនេះជួបគ្នានៅភាគបន្តទៀតណា